Hello ស្ដីអ្នកគ្នានឹងឲ្យថ្ងៃហ្នឹងខ្ញុំប្រើអ្នកគ្នាអំពីរបៀបទៅ Kisneyland ហើយយើងទៅ Kisneyland ដើម្បីទទួលបាន item ដែរនៅលើកោះវាអ្នកគ្នាហើយការទៅគឺវារៀងពិបាកដែរហ្នឹងហើយឥឡូវកុំឲ្យខាត់ពេលយូរយើងធ្វើការរៀបចំទៅតែម្ដងទៅហ្នឹងហើយជាត្បូងអ្នកគ្នាត្រូវតែអាចមកសមុទ្រទី3បានហើយរើ server ណាដែលយប់នឹង full moon អ្នកគ្នាហើយអ្នកគ្នាត្រូវតែរើពីភ្លឺអញ្ចឹងណាហ្នឹងហើយបន្ទាប់ពីអ្នកគ្នារើ server បែបហ្នឹងបានហើយអ្នកគ្នាមកតិចទីដូចខ្ញុំអញ្ចឹងមកយើងចេញដំណើរមកកន្លែងមាត់សមុទ្រហើយមកអ្នកគ្នាហើយការទៅនេះដែរគឺមួយចានទឹកម្ចានគោកទៅអ្នកគ្នាបើសិនជាអ្នកគ្នាទៅ spawn តែរឆាកអីគឺប្រកាសជាស្បៃអីគឺយើងអាចទទួលបានឃើញកោះ Kisneyland ទេអ្នកគ្នាហើយនេះគឺជារបៀបទៅរបស់វាអ្នកគ្នាយើងត្រូវការឲ្យព្រះច័ន្ទហ្នឹងឲ្យលិចដល់ពពកហ្នឹងសិនអ្នកគ្នាចាំយើងធ្វើដំណើរទៅហ្នឹងហើយបន្ទាប់ពីព្រះច័ន្ទមកដល់តំណឹងហើយបានយើងធ្វើការចេញដំណើរទៅអញ្ចឹងអ្នកគ្នាហើយអ្នកគ្នាជិះមកត្រង់អញ្ចឹងមកហើយបើសិនជាអ្នកគ្នាឃើញទីបេះឬក៏ទូកឬក៏ត្រីអីអ្នកគ្នាមិនបាច់ចុះវាយទេអ្នកគ្នាដោយសារតែគោលដៅយើងគឺធ្វើការទៅ Kisneyland អញ្ចឹងណាហ្នឹងហើយយើងជិះវារហូតអញ្ចឹងមកអ្នកគ្នាហើយបន្ទាប់ពីអ្នកគ្នាជិះមកដល់កន្លែងលេខ5ហើយអ្នកគ្នាធ្វើការរងចាំវាតិចទៅអ្នកគ្នាហើយជិះដល់ចិត្តដល់រង្វង់ទី6ដែរអ្នកគ្នាហើយចេញសញ្ញា full moon ចាំយើងធ្វើការជិះចូលហើយកន្លែងហ្នឹងគឺវា spawn ឲ្យអ្នកគ្នាហើយនេះអ្នកគ្នាគឺថាវា spawn ហើយកន្លែងនេះគឺខ្ញុំអត់បានយកទេអ្នកគ្នាដោយសារតែកន្លែងហ្នឹងសេវាខ្ញុំវា lag ហើយតមកអត្រីឆ្លាមហ្នឹងវាយខ្ញុំងាប់ទៅអ្នកគ្នាហើយអត់បានយក Amber វាទេបើមានលើកក្រោយខ្ញុំនឹងប្រាប់អ្នកគ្នាអំពីរបៀបនៃការយក Amber វាដើម្បីទៅយក item យកអីចឹងណាហើយការយកនេះគឺងាយស្រួលដែរទេហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងទេអ្នកគ្នាបើសិនជាអ្នកគ្នាចង់ឲ្យខ្ញុំធ្វើអីទេអ្នកគ្នាអាច comment សួរបានហ្នឹងហើយជួបគ្នាវីដេអូក្រោយបាយបាយ